Bạn chẳng video ní mà prap bị là bị connect Bluetooth bị đom bà ATV Mac bà dưỡng từ can thông bà chẳng chấm hiên tờ 4 nào này ai ba thông ba bà dưỡng sân á chẳng xem thông ba nhưng bị chèn tách bà dân chỉ ọt ba tế nhưng cho Bluetooth ọt bàn tề chẳng thử thua cả ba thông ba bà dưỡng sân á bà bong miên ba ấy bong chích ba tam đã bong drop shop mỗi tu sạm chẳng từ hay đôi chỉ mùi nằng ba mà chấm luốn nó về đẹp shopឧបករណ៍ថ្មីវាត្រូវចុច pair សិនបាទអញ្ចឹងយើងអាចចុច pair នៅលើបាសយើងសិនមកដូចថ្ងៃមុនអញ្ចឹងភ្ញៀវខ្ញុំគាត់យកទៅគាត់បើកតែបាសអត់ចុច pair អញ្ចឹងនៅពេលដែលអត់ចុច pair វាចេញឈ្មោះថ្មីឲ្យយើងទេអញ្ចឹងបើអ្នកនរគ្នាធ្លាប់ប្រើបាសគឺដឹងហើយណាបាទតែបើបាសមួយចំនួនចុចតែបើកទៅវាចេញឈ្មោះឲ្យហ្មងបើចុច pair ទេអូខេបន្ទាប់មកខ្ញុំសុំលើកបាសសិនបន្ទាប់មកយើងចូលកន្លែង setting ណាបាទនៅលើ tele របស់យើងនេះចុចកន្លែងហ្នឹងមួយមកបាទហើយអ្នកនរគ្នានឹងឃើញ Bluetooth ហ្មងអត់ពិបាកទៅហៅណាឆ្ងាយទេចុច setting មួយឃើញ Bluetooth ចុចតែ Bluetooth ហ្នឹងមួយមកបន្ទាប់មកហើយយើងចុចសញ្ញាបូកឃើញទេសញ្ញាបូកហ្នឹងបានន័យថាយើងបន្ថែមឧបករណ៍អីផ្សេងបាទអញ្ចឹងចុច OK លើសញ្ញាបូកហ្នឹងមកហើយវានឹងធ្វើការរកឈ្មោះបាសអ្នកនរគ្នាអញ្ចឹងយើងចាំបន្តិចមកតិចទៀតឃើញឈ្មោះ device ឬក៏ឈ្មោះបាសមកអញ្ចឹងដោយសារខ្ញុំប្រើជាមួយ JBL Boombox 3អញ្ចឹងអ្នកនរគ្នានឹងឃើញជាក់ស្ដែងឃើញអត់បើអ្នកនរគ្នាប្រើបាស Sony បាស LG អីវានឹងបង្ហាញឈ្មោះទៅតាមហ្នឹងហើយអញ្ចឹងឈ្មោះក្នុងបាសឈ្មោះអីយើងចុច OK ណាបាទចុច OK ចំឈ្មោះក្នុងបាសរបស់យើងមកហើយយើងចាំមក plate សិនមកដើម្បីឲ្យបាសហើយនឹងដុំរបស់យើងហ្នឹងវាធ្វើការ connect គ្នាមកដល់កន្លែងនេះយើងចុច OK លើ pair ណាបាទកុំចុច cancel តែចុចលើ pair បាទចុចលើ pair មកតិចទៀតគឺវានឹងដាក់ពាក្យថា active ហ្នឹងបានន័យថាតភ្ជាប់អញ្ចឹងប៉ុណ្ណឹងគឺយើងអាចភ្ជាប់ក្នុងបាសបានហើយយើងចង់ចាក់វីដេអូអីបាទយើងចូលវីដេអូហ្នឹងទៅអញ្ចឹងសលេងវាដឹងតែទៅក្នុងបាសហ្មងបាទចាំមើលខ្ញុំហៅចម្រៀងអីណាមួយសិនចាំតិចរត់ឃើញមានចម្រៀងអូខេអញ្ចឹងខ្ញុំចុច play ចម្រៀងមួយបាទតែប៉ុណ្្នឹងទៅវាដាក់សលេងទៅបាសហើយបាទគេនាំគ្នារំបងសូមមិនចាយស្រីមុំបងសូមមិនចាយស្រីមុំទៅមើលគេរំបាទអញ្ចឹងយើងចង់តម្លើងសលេងបន្ថយសលេងលើធុងបាសយើងក៏បានដែរឃើញទេបាទអានេះយើងបន្ថយសលេងនេះបាទចង់បោកសលេងយើងបោកសលេងលើធុងបាសយើងហ្មងក៏បានដែរ